ไม่ทับเม็ดรุมเชียนโยมเยียนvìประយើងពុយពងវងត្រកូលតែមួយទេណាញោមញៀនដើមឡើយជាមនុស្សភាគតិចនៅលើទឹកដីកម្ពុជានេះបើយូរទៅជាដូនជាតានឹងចាស់តាបង្កើតកូនបង្កើតចៅនោះចម្រើនច្រើនណាស់វារីគូមួយទៅជាងអៀតបរិទ្ធទៅឃុំមួយជាងអៀតស្រុកមួយជាងអៀតខេត្តមួយទៀតណាខេត្តមួយជាងអៀតទៅរេគ្នាពេញ25ខេត្តក្រុងនៅលើទឹកដីកម្ពុជាអានេះនិយាយពីពូជផងប៉ុណ្ណឹងបពោលតាមពុទ្ធសាសនាទៅលោកថាហេតុផលសម្រាប់យើងដែលជាកូននេះញោមញាតិជាផលលោកឪពុកអ្នកម្ដាយជាហេតុនឹងញោមញាតិបើមិនមានហេតុអត់មានយើងជាផលទេតែយើងជាផលនេះវាត្រឡប់ទៅជាហេតុវិញបានកូនយើងជាផលកូនយើងជាផលត្រឡប់ទៅជាហេតុវិញបានចៅជាផលចៅជាផលត្រឡប់ជាហេតុវិញបានចៅទូតនិយាយប៉ុណ្ណឹងចឹងបើទៅក្រោមអញ្ចឹងបើទៅលើលោកឪពុកអ្នកម្ដាយដែលជាហេតុពលដើម្បីឲ្យបានយើងជាផលគាត់ជាផលរបស់ម៉ែឪគាត់ជាដូនជាតាគាត់វាជាដូនជាតាដែលជាហេតុគាត់ជាផលរបស់យាយទូតតាទូតហ្នឹងគេថាវាតាកឆ្នៃចេះបើគិតតាមហ្នឹងគឺខ្សែជាមួយគ្នាទាំងអស់អត់មានឆ្ងាយទេបើគាត់យូរទៅវាកំលៀកឲ្យឆ្ងាយទៅយើងគិតថាខាងអ្នកត្អូងឃុំអ្នកកំពង់ចាមអ្នកព្រៃវែងស្វាយរៀងគាត់គិតថាប៉ុណ្ណឹងបើអត់បានគិតតែអ្នកអស់នោះបងប្អូនសាច់ឈាមយើងអត់បានគិតទេនេះបើយើងយកបញ្ញាក៏មកត្រេះរីមើលហេតុផលដែលយើងទាំងអស់គ្នាជាពុយពងវងត្រកូលនឹងគ្នាញោមញាតិបើចាស់ដូនតាម្ដាយថាជឿថាខ្មោចមេបាហ្នឹងតែមានកំមុំកន្លោះទៅស្រឡាញ់គ្នាលាក់បាំងគ្នាមេបាខឹងចុកពោះឈឺប្រកាច់ប្រកិនអានេះបើសិនមានខ្មោចមេបានេះឲ្យតែមានកំមុំកន្លោះអ្នកត្បូងឃុំនេះខូចជួងនេះទៅមេបានៅចប់អស់មកកាច់តាមត្បូងឃុំមិនដល់នៅផ្សេងជាមួយគ្នាហ្នឹងអានេះនិយាយពីអ្នកដែលជឿខ្មោចមេបាហ្នឹងបើញោមញាតិពុទ្ធបរិស័ទគិតមើលញោមញាតិពីនិតមើលអ្នកត្បូងឃុំអ្នកកំពង់ចាមអ្នកសៀមរាបឲ្យញោមញាតិមើលមកនិយាយភាសាខ្មែរដូចគ្នាទាំងអស់ក៏ណាប្លែកគ្នាបន្តិចបន្តួចផងនៅតែស្ដាប់គ្នាបានភាសាខ្មែរដូចគ្នាទាំងអស់ឬញោមញាតិនៅត្បូងឃុំនិងបណ្ដាខេត្តនានាគឺសំលៀកបំពាក់តុបតែងរាងកាយញោមញាតិមើលដូចគ្នាទាំងអស់ដែរអត់មានប្លែកណាទេទាំងមហូបអាហារទីក៏ដូចតែគ្នាមានសន្លំមកជូរប្រហើកកោអីសឡការីដូចតែគ្នាអញ្ចឹងអត់ខុសគ្នាទេនេះបើសិនយើងមើលគិតឲ្យឃើញទាំងអស់ទៅថាយើងទាំងអស់គ្នាជាសាច់សន្តានព្រៀងលៀនក្នុងគ្នាតាមបានយោមញាតិអត់ទាំងស្ដាប់បានដែរដែលលីឆ្លើយសប្បាយណាបងបានទេអណ្ដាអាត្មារៀបរាប់ថាយើងទាំងអស់គ្នាជាមិត្តរួមជាតិនេះព្រោះអាត្មានឹងចង់បង្ហាញឲ្យញោមញាតិឃើញថាបើញោមញាតិស្រឡាញ់លោកគ្រូអនុព័ន្ធស្រុកពញាក្រែកព្រះគ្រូចៅអធិការវត្តនឹងក្តីញោមញាតិស្រឡាញ់លោកបណ្ណាសូមឲ្យស្រឡាញ់អាត្មាប៉ុនលោកដែរដល់តែញោមញាតិអានឹងទៀមទីអញ្ចឹងឬស្រឡាញ់អាត្មាឲ្យច្រើនជាងលោកក៏បានដែរបងនេះគេហៅថាមិត្តរួមជាតិនេះអាត្មាមកផ្នែកនេះគឺសូមដាស់តឿនរំលឹកញោមញាតិទាំងអស់គ្នាថាយើងជាពុយពងវងត្រកូលជាមួយគ្នាទេដើម្បីឲ្យមានការជិតស្និទ្ធដល់គ្នារាប់អានគ្នារវាងអ្នកសៀមរាបអ្នកត្បូងឃុំអ្នកបណ្ដាខេត្តទាំងអស់ហ្នឹងគិតថាឲ្យតែកលេចឃើញសាច់ញាតិទាំងអស់គ្នាបងប
បើយើងគិតអញ្ចឹងយើងមានមេត្តាករុណារាប់អានដល់គ្នាមិនមានចំនួនច្រោះប្រកែកអីទេបងគឺស្រឡាញ់អ្នកផងបងនេះសូមញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបប៉ុន្តែពូជដើមពូជតែមួយដែរបើដែលអាត្មាជ្រាបដល់កើតកូនជាតារាយច្រើនដល់ចាស់ពីដើមមិនមានកូន8 9កូន2ដល់10ក៏តែមានមកគ្រូខ្លួនណាបងម៉ែមួយឪមួយច្រើនណាបងបានវេរីចម្រើនកើតមនុស្សនៅលើទឹកដីកម្ពុជាវិជាពេញកុំតែខ្មែរក្រហមសម្លាប់អស់ពី20000នឹងប្រមាណទេញោមញាតិបើខ្មែរក្រហមវាសម្លាប់អស់សម័យដែលវាកាន់កម្មអំណាចគេតែសម្លាប់ខ្មែរអស់បងតែខ្មែរក្រហមវាអត់បានគិតថានឹងពូជអញបងប្អូនអញទេបើវាគិតថាពូជសាច់ញាតិអញក៏អត់សម្លាប់ទេនេះជាកត្តាមួយសំខាន់បំផុតទី2មិត្តរួមសាសគឺយើងអ្នកកាន់ពុទ្ធសាសនាដូចគ្នាញោមញាតិមើលអាត្មាព្រះសង្ឃនៅខេត្តសៀមរាបនិងព្រះសង្ឃនៅត្បូងឃ្មុំនោះមិនមានខុសគ្នាអីញោមញាតិអត់ខុសគ្នាទេមិនមែនត្បូងឃ្មុំទេមកកម្ពុជានេះដូចគ្នាទាំងអស់ការគោរពបដិបត្តិព្រះធម៌គឺមានព្រះត្រៃបិដកជាគោលដូចគ្នាទាំងអស់ហើយតែមានវត្តញោមញាតិមកមានព្រះវិហារមានឧបឋានសាលាមានវច្ចកតមានកតប្រសង់លោកនៅដូចគ្នាទាំងអស់ខែណាក៏ដូចគ្នានិយាយពីវត្តអារាមហ្នឹងនេះក៏ដូចគ្នាទាំងអស់នេះថារួមសាសគឺរួមសាសនាទី3គឺរួមតុងកើតចាស់ឈឺស្លាប់ដូចគ្នាទាំងអស់មិនអ្នកសៀមរាបសក់ទេណាញោមញាតិងាប់ដូចតែញោមចឹងដូចតែអ្នកបងកំមុំចឹងណាតែញោមញាតិតែទៅសៀមរាបឆ្ងល់អ្នកសៀមរាបចាស់សក់ដឹងមិនមែនចាស់ងាប់ដូចតែគ្នាចឹងណាគេនេះមិត្តរួមតុកើតចាស់ឈឺងាប់ដូចគ្នានេះបានតែយើងជាមិត្តរួមនឹងគ្នា3យ៉ាងនេះចិត្តស្និទ្ធបើយើងយកពីបញ្ញាមកពិចារណាឲ្យដិតដល់ទៅគឺយើងប្រកាសជាមានភក្តីភាពរាប់អានគ្នាទៅវិញទៅមកដូចជាព្រះសង្ឃពាក្យថាសង្ឃៈសង្ឃានប្រែមកថាពួកថាវងថាក្រុមនៅលើទឹកដីកម្ពុជាក្តីនៅប្រទេសណាក្តីជាព្រះសង្ឃថាពួកព្រះសង្ឃជាវងក្រុមច្រើនចឹងនេះសង្ឃៈម្យ៉ាងទៀតគេប្រែថានៅចិត្តជាប់តគ្នាទោះបីនៅឆ្ងាយដោយសៀមរាបត្បូងឃ្មុំក៏លោកថាជាប់ចិត្តតគ្នាព្រោះលោកគោរពបដិបត្តិធ្វើវិន័យដូចគ្នាឈ្មោះថានៅចិត្តគ្នាណាខ្ញុំនិយាយគិតមើលបាទអាស្រ័យនេះបានតែយើងព្រះសង្ឃពុទ្ធសាសនានេះក៏កុំឲ្យពង្រើយកន្តើយនឹងគ្នាក៏បីរាប់អានគ្នាទៅបាត់អីតែយើងមិនស្គាល់គ្នាមែនឲ្យតែកលេចទៅឃើញពើស្បង់ជីវរថានឹងពូជពងបងត្រកូលរបស់យើងអ្នកកាន់ពុទ្ធសាសនាមកនេះត្រូវតែគោរពរាប់អានគ្នាទៅវិញទៅមកមកនេះគេថាមើលដោយបញ្ញាទៅវាឃើញចិត្តអញ្ចឹងនេះខ្ញុំកណាអាត្មាសូមរៀបរាប់ពរំលឹកអំពីយើងបងប្អូនគ្នាជាមិត្តរួម3យ៉ាងហ្នឹងសូមឲ្យប្រសងនិងញោមញាតិទាំងអស់ហ្នឹងយកបញ្ញាពិចារណាទៅតាមសេចក្តីដែលអាត្មាបញ្យល់ឃើញអញ្ចឹងមែនពីព្រោះហ្នឹងពូជតែមួយដែលអាត្មាថាតគ្នាទៅបញ្ញសូមបញ្ចប់ប៉ុណ្ណឹងយ៉ាង